哪个是我的哪个是我的哪个能មួយណាចិត្តរបស់ខ្ញុំណាក៏សួរតើឧទាហរណ៍ថាគេចែកអាំងប៉ាឬក៏ចែករង្វាន់អីចឹងយើងក៏សួរថាបងអាណាមួយរបស់ណាមួយខ្ញុំហ៎ហ្នឹងឬក៏ថាមួយណារបស់ខ្ញុំហ្នឹងណាក៏សួរតើនឹងយើងសួរអញ្ចឹងណាពាក្យងាយស្រួលមែនតើអ្នកនេះឲ្យតែយើងចង់បានរបស់ហ្នឹងតែយើងអត់ដឹងថាជារបស់អ្នកណាទេព្រោះវាមានច្រើនអញ្ចឹងគឺយើងគេដាក់ឈ្មោះនៅលើហ្នឹងអីចឹងទៅយើងថាបងអាណារបស់ខ្ញុំហ៎ណាក៏សួរតើស្រួលតើគ្នានឹងស្រួលមែនតើហ្នឹងតោះឥឡូវប្រយោគទី2ណា你什么意思ណា你什么意思តើអ្នក意思ហ្នឹងអ្នកអានកុំបសកតណាគ្នាវាជាសលេងស្រាលហ្នឹងណាអូខេ你什么意思អ្នកឯងចង់មានន័យថាយ៉ាងម៉េចតើអ្នកចង់មានន័យថាយ៉ាងម៉េចអាហ្នឹងបើសិនយើងប្រើភាសាអានគឺអានច្បាស់មួយតែបើយើងប្រើភាសានិយាយថាអ្នកចង់មានន័យថាម៉េចហ្នឹងយើងនិយាយចឹងណា你什么意思អាហ្នឹងយើងនិយាយដល់ពេលយើងអាន你什么意思ឃើញទេដល់ពេលខ្មែរក៏ដូចគ្នាតើអ្នកចង់មានន័យថាយ៉ាងម៉េចហ្នឹងហើយតើណាអូខេអ៊ីសហ្នឹងអត្ថន័យឬក៏ន័យណាអូខេសមហ្នឹងដឹងហើយណាអីគេអ្វីស្អីច្រើនបើបានច្រើនណាតើប្រយោគទី3របស់យើង没有证据ហ្នឹងគឺផុសតាងអ្នកគ្នា没有ហ្នឹងអត់មានផុសតាងណាគ្មានផុសតាងអូខេ没有证据你不要乱说គ្មានផុសតាងអ្នកកុំនិយាយផ្ដេសផ្ដាស់ឃើញទេអញ្ចឹងបើចង់និយាយអីមួយត្រូវតែមានផុសតាងអ្នកគ្នាណាផុសតាងគឺសំខាន់មែនតើនេះគ្រាន់មេរៀនណាអ្នកគ្នាយកទៅប្រើប្រាស់ដោយខ្លួនឯងណាជួបកលៈទេសៈណាដែលយើងចង់និយាយពាក្យហ្នឹងយើងយកទៅនិយាយទៅណាសំខាន់ទិញឲ្យចាំរៀនឲ្យចេះណាអូខេងាយស្រួលទេថ្ងៃហ្នឹងខ្លីងាយតោះឥឡូវប្រយោគចុងក្រោយរបស់យើងណាថា会说法语吗他会说法语吗អូខេថាកន្លែងនេះគឺនាងទៀតណាមានអក្សរនីនៅពីមុខគឺនាងតើនាងចេះនិយាយភាសាបារាំងទេហួយហ្នឹងគឺចេះពេលខ្លះបកថានឹងណាតែនឹងស្អើឧទាហរណ៍ថាខ្ញុំនឹងទៅហួយឈីតឃើញទេដល់ពេលកន្លែងហួយនេះគឺបកថាចេះឃើញទេតើនាងចេះនិយាយភាសាបារាំងទេហួយសួរនិយាយណា法语ហ្នឹងគឺភាសាបារាំងណាថាហួយសួរ法语吗តើនាងចេះនិយាយភាសាបារាំងទេអញ្ចឹងតើគ្នាងាយស្រួលណាប្រយោគថ្ងៃហ្នឹងគឺស្រួលខ្លីតើអត់តន់ចូលមើលម្ដងទៀតណាហើយកុំភ្លេចជួយ share ផងអ្នកគ្នាជួយ share ជួយ like ហើយបើសិនចង់រៀនដែលសិននិយាយចឹងបើចង់រៀនអ្នកគ្នាអាចឆាតមកលាស៊ឺបានណាអូខេចង់ចេះលឿនគឺឆាតមកលាស៊ឺមានទទួលបង្រៀនណាអូខេចាំជួបគ្នាវីដេអូក្រោយចា៎បាយបាយ